hack នេះគឺជា mob ចំនួន5សម្រាប់យកទៅលេង survival មកកាន់ mob ទី1គឺជា mob បថៅទឹកដែល mob បថៅនេះគឺវាមានបថៅចំនួន4ជាមួយនឹងបថៅថ្មដែកហើយនឹង diamond ហើយនឹង netherite ពីឯសមត្ថភាពរបស់វាគឺអស្ចារ្យខ្លាំងមែនទែនដែលវាអាចកាប់របស់គ្រប់ប្រភេទទាំងអស់តែម្ដងឈើថ្មកាប់បានទាំងអស់តែម្ដងឬមួយក៏រ៉ែអ្វីជាដើមវាក្រាបគឺអាចមើលមួយបានគឺវាប្រើរបស់សាមញ្ញទេម៉ូបទី1របស់យើងមានប៉ុណ្្នឹងឯងតើឥឡូវយើងចូលទៅកាន់ម៉ូបទី2ទាំងអស់គ្នាចូលមកកាន់ម៉ូដទី2គឺជាម៉ូដផ្លាស់ប្ដូរ tool ដែលម៉ូដនេះគឺអាចឲ្យយើងផ្លាស់ប្ដូរ tool លឿនខ្លាំងមែនតើបើសិនជាចង់កាប់ថ្មគ្រាន់តែចុចកាប់ថ្មមកគឺថាវាដូរ pickaxe ឲ្យយើងហើយចង់កាប់ដីគ្រាន់តែចុចដីមកគឺថាដូរប៉ែតឲ្យយើងហើយបើចង់វាយមនុស្សអ្នកនរគ្នាចុចវាយមនុស្សមកគឺថាដូរដាវឲ្យយើងហើយរបៀបក្រាបយកអាហ្នឹងគឺថាវាងាយស្រួលមែនតើវាត្រូវការតែស្បែកហើយនឹងមាសហើយនឹងខ្សែមួយទេបើសិនជាចង់ផ្លាស់ប្ដូរ tool អ្នកនរគ្នាគ្រាន់តែដាក់ tool ចូលនៅក្នុងហ្នឹងមកគឺថាវាដំណើរការហើយម៉ូដទី2របស់យើងមានប៉ុណ្្នឹងឯងតោះលេងចូលទៅកាន់ម៉ូដទី3ទាំងអស់គ្នាចូលមកកាន់ម៉ូដទី3របស់យើងគឺជាម៉ូដ exchange អ្នកនរគ្នាអាចចូលមើល exchange យើងបានគឺថាវាងាយស្រួលក្នុងការមើលមែនតើវាងាយស្រួលឲ្យយើងមើលថាវាlevel បានអីចឹងណានេះដូចជាយើង exchange បាន2 3ឬមួយក៏ IV អីចឹងណាអ្នកនរគ្នាអាចមើលបានគឺថាវាច្បាស់ស្រួលមើលមែនតើតែឥឡូវខ្ញុំនឹង upgrade ឲ្យអ្នកទាំងអស់គ្នាមើលមួយជាមើលនេះអ្នកនរគ្នាឃើញថាច្បាស់មែនតើគឺកប់សេរីមែនតើយើងស្រួលមើលម៉ូដទី3របស់យើងមានប៉ុណ្្នឹងឯងតោះលេងចូលទៅកាន់ម៉ូដទី4ទាំងអស់គ្នាចូលមកកាន់ម៉ូដទី4គឺជាម៉ូដថចដែលយើងអាចកាន់ជាមួយនឹងថចដៃឆ្វេងបានគឺថាលយមែនតើអ្វីដែលសំខាន់គឺថាវាភ្លឺទៀតអ្នកនរគ្នាគឺថាលយមែនតើហ្មងចូលក្នុង cave អីយើងមិនបាច់ចំណាយខ្ជុងច្រើនទេយើងអាច save ខ្ជុងយើងបានច្រើនម៉ូដទី4របស់យើងមានប៉ុណ្្នឹងឯងតោះលេងចូលទៅកាន់ម៉ូដទី5ទាំងអស់គ្នាចូលមកកាន់ម៉ូដទី5របស់យើងគឺជាម៉ូដកាប់សាច់ដែលយើងអាចកាប់សាច់បានគឺថាលយមែនតើហើយអ្វីដែលសំខាន់គឺថាលោតបេះដូងទៀតគឺថាដូច Java ខ្លាំងមែនតើហ្មងកប់សេរីមែនតើម៉ូដមួយនេះអ្នកនរគ្នាអាចយកទៅលេង survival បានម៉ូដទី5របស់យើងមានតែប៉ុណ្្នឹងឯងគឺជាម៉ូដចុងក្រោយហើយម៉ូដទាំង5របស់យើងមានប៉ុណ្្នឹងឯងហ្នឹងហើយគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចឲ្យបេះដូងម្នាក់មួយផងបាយបាយ